ម៉ែសួស្ដីអ្នកគ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់តងោលទេហើយបាទហើយចឹងថ្ងៃនេះដែរគឺថាយើងនឹងមកឆ្លើយជាមួយនឹងសំណួរ Q&A ថ្ងៃមុនហ្នឹងហើយអ្នកគ្នាហើយសំណួរដែលសួរមកកាន់ខ្ញុំហ្នឹងគឺថាយើងច្រើនដែរអ្នកគ្នាចឹងបើសិនតែខ្ញុំឆ្លើយអត់ប៉ះសំណួររបស់អ្នកគ្នាទេគឺថាខ្ញុំសូមទោសផងព្រោះអីសំណួរវាយើងច្រើនដែរហ្នឹងហើយគឺថាខ្ញុំឆ្លើយអត់ទេហើយណាមួយទៀតសំណួរវាជាន់គ្នាដដែលចឹងណាហ្នឹងហើយចឹងឥឡូវកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅកាន់វីដេអូរបស់យើងតែម្ដងទៅបាទសំណួរទី1គាត់សួរថាបងអាយុប៉ុន្មានអូខេអញ្ចឹងគឺខ្ញុំអាយុឆ្នាំនេះ16ឆ្នាំអ្នកគ្នាសំណួរទី2សួរមកពីវីតស៊ីនអូខេគាត់សួរថាបងនៅខេត្តណាខ្ញុំនៅខេត្តកណ្ដាលហ្នឹងហើយសំណួរទី3សួរមកពី GKC ហ្នឹងហើយគាត់សួរថាបងមានពងប៉ុន្មានអូចាខ្ញុំអាចឆ្លើយបានណាគ្នាគឺថាខ្ញុំមានពង3គ្រាប់ Yeah let's go សំណួរទី4សួរមកពីឈ្មោះគាត់ AMX អូខេគាត់សួរថាបងសុំមើលមុខបើអត់ឲ្យមើលមុនអត់ឲ្យមើលមុខខ្ញុំឈប់មើលវីដេអូបងឯងអូកាច់មែនទៅគឺថាមុខហ្នឹងគឺថាខ្ញុំអត់ចង់លាក់ទេណាគ្នាប៉ុន្តែគឺថាខ្ញុំអត់ទាន់មានកន្លែងថតមេត្រឹមត្រូវទេណាមួយកាមេរ៉ាខ្ញុំថតមកចេញមុខទៅដូចវីដេអូស្អីគេOppo មិន Oppo មើលខ្លួនឯងទៅយ៉ាអញ្ចឹងគឺថាមុខខ្ញុំគឺថាខ្ញុំគង់តែបង្ហាញទេណាគ្នាអញ្ចឹងចាំពេលដែលខ្ញុំមានកន្លែងថតត្រឹមត្រូវហើយចាំមើលថ្ងៃទៅមុខទៀតណាគ្នាហ្នឹងហើយសំណួរបន្ទាប់សួរមកពីខ្សោះហ្នឹងហើយគាត់សួរថាបកចុយមានពេងដាក់ទឹកអត់វាមិនដែរអាហ្នឹងអាណាមានពេងទេប្រាដឺឥឡូវបោះប្រាដឺឯងមានពេងដាក់ទឹកអត់ចុះមើលប្រាដឺធ្វើហើយសំណួរហ្នឹងខ្ញុំមិនដឹងដែរមិនដែរមើលហ៎សំណួរបន្ទាប់ទៀតសួរមកពី Idol Sensei TIG ហ្នឹងហើយគាត់សួរថាបរោះ Ping នឹងអាតងោលត្រូវជាអីនឹងគ្នាអូខេអញ្ចឹងខ្ញុំហើយនឹងបរោះ Ping ហ្នឹងគឺថាត្រូវជាមិត្តរួមខ្លាញ់ណាគ្នាតែឥឡូវគឺថាខ្ញុំរវល់ធ្វើការតែអីទៅបរោះ Ping គាត់ទៅរួមភេទជាមួយអ្នកផ្សេងបាត់ហើយគឺថាលេងរួមខ្លាញ់មកខ្ញុំហ្នឹងហើយសំណួរបន្ទាប់សួរមកពីសៀវយៀនក៏សួរថានាគប៉ុណ្ណាអូខេនាគខ្ញុំគឺថាប៉ិនសៀវយៀនអូខេសំណួរបន្ទាប់សួរមកពីអាសរាហ្គោតគាត់សួរថាមានពងអត់ហើយនៅខេត្តណាហើយការបង្ហាញមុខអូខេនិយាយពីពងគឺថាខ្ញុំមានថ្ងៃហើយខេត្តគឺថានៅខេត្តកណ្ដាលហើយមុខហ្នឹងគឺថាថ្ងៃក្រោយគឺថាខ្ញុំនឹងបង្ហាញហ្នឹងហើយតែថ្ងៃណាទេសំណួរបន្ទាប់ទៀតសួរមកពី Lida FF គាត់សួរថាបងនៅរៀនក៏ឈប់រៀនអូខេអញ្ចឹងគឺថាខ្ញុំឈប់រៀនអត់ដឹងប៉ុន្មានឆ្នាំទេតែដឹងមួយឆ្នាំសំណួរបន្ទាប់សួរមកពីរស់វ៉ាន់ណេងគាត់សួរថាបងងោលស្មោះឬសាវ៉ាអូខេអញ្ចឹងចម្លើយគឺថាខ្ញុំស្មោះបងសុំមួយខ្ញុំឲ្យ3សំណួរបន្ទាប់សួរមកពី Sister គាត់សួរថាបងមានសង្សារនៅហើយចម្លើយគឺថាខ្ញុំអត់ទាន់មានសង្សារទេអ្នកគ្នាតែកាលមុនមានអញ្ចឹងណាសំណួរបន្ទាប់បានមកពីរមរស្មីក៏សួរថាបងឈ្មោះពិតឈ្មោះអីអូខេអញ្ចឹងឈ្មោះពិតខ្ញុំគឺថាឈ្មោះនិតហ្នឹងហើយសំណួរបន្ទាប់បានមកពីច័ន្ទពៅក៏សួរថាបងស្រឡាញ់កូនណាគេគឺថាខ្ញុំស្រឡាញ់កូនអ៊ីអ្នកគ្នាសំណួរបន្ទាប់បានមកពីសាល168ក៏សួរថាបងមានប្រពន្ធនៅចង់បានប្តីសំណួរបន្ទាប់បានមកពី Tifa បងគេប្រូបងអាងោលអាយុប្រហែលហើយប្រាប់ខ្ញុំផងបងអាងោលអូខេអាយុខ្ញុំគឺថា16ឆ្នាំអូខេអាតងោលបាទហើយខ្ញុំទៅសំណួរបន្ទាប់បានមកពីត្រា KP គាត់សួរថាបងបានស្បែកជើងប្រហែលវត្តពេលទៅវត្តហ្នឹងថ្ងៃភ្ជុំហ្នឹងគឺថាខ្ញុំទៅវត្តហ្នឹងគឺថាបានស្បែកជើង2គូទេព្រោះអីថង់ទៅអត់បានយកបាវទៅច្រកដាក់ក្នុងថង់បាន2គូថង់តូចពេកសំណួរបន្ទាប់សួរមកពី Minecraft ដកគាត់សួរថាបងមានពងប្រហែលសង់ទីម៉ែត្រអូខេពងខ្ញុំដូចមាន2ហ៊ុនម្ដង3ហ៊ុនម្ដងក្នុងទូអាពងទាពងមន់អញ្ចឹងហ្នឹងណាហើយពងទាពងមន់ប្រហែលដឹងដែរវាខ្លីៗដែរនឹងទូចនឹងពងមន់ពងទាបងមានពងតអត់អូខេមានសំណួរបន្ទាប់បានមកពី KP Small អូខេក៏សួរថាបងឈ្មោះអីអាយុប្រហែលរៀនចប់នៅការបង្ហាញមុខអូខេគឺថាខ្ញុំឆ្លើយអស់ហើយហ្នឹងហើយគឺថាអាយុ16ឆ្នាំហើយឈ្មោះនិតហ្នឹងហើយស្អីមិញបងអាតងោលកាលដោះសក់សក់ប្រហែលជាដឹងថ្ងៃណាដោះដែរសក់ក្បាលហ្នឹងវាទៅពេកអស់ហើយហ្នឹងបងមានកូននៅអូខេអត់ទាន់មានទេកូនអត់ទាន់មានប្រពន្ធយកកូនមកទៅអីសំណួរបន្ទាប់បានមកពីអូខេហូគាត់សួរថា1+2មានន័យថាម៉េចខ្ញុំឮគេនិយាយណាគេនិយាយខ្ញុំអត់ដឹងដែរហ្នឹងតែដឹងត្រឹមថា1+2ហ្នឹងវាស្មើ12សំណួរបន្ទាប់សួរមកពី TGKA គាត់សួរថាបងចេះសាប់អត់នោះTG Idol តាចេះតែសាប់លហុងសាប់ស្វាយខ្ចីសាប់អីហ្នឹងសំណួរបន្ទាប់សួរមកពី PT Gaming គាត់សួរថាអង្ការបានឈប់ឈួតប្រហែលជាអាតងោលដោះសក់សំណួរបន្ទាប់បានមកពី KC7 ដូរម៉ូតសក់ឲ្យអាតងោលផងអូខេដូរដាក់ម៉ូត Pro V សំណួរបន្ទាប់បានមកពីមានជ័យគាត់សួរថាបងចុះចិត្តធ្វើអីពេលទំនេរ
ចឹងពេលតនេះខ្ញុំចូលចិត្តដេកមើលរឿងកំ pl ែងហើយដេកសើចម្នាក់ឯងដូចមនុស្សឈួតចឹងតងោន1000 បូក 1000 ស្មើប្រមាណ 1000 បូក 1000 ស្មើមួយជាប់ព្រោះវាពាន់ចូលគ្នាអស់ហើយនោះសំណួរបន្ទាប់បានមកពីអូនមានក៏សួរថាបងទៅណាយូរម៉េះខ្ញុំរវល់ធ្វើកូនល្អសំណួរបន្ទាប់បានមកពីវងកោគាត់សួរថាបងជប់លេង Minecraft ហើយមែនអូខេអ្នកគ្នាអញ្ចឹងបើសិនអ្នកគ្នាអត់ទាន់ដឹងទេគឺថាខ្ញុំមាន channel មួយទៀតដែលខ្ញុំលេង Minecraft អញ្ចឹងណាអ្នកគ្នាសម្រាប់ Minecraft គឺថាខ្ញុំអត់ទាន់ឈប់លេងទេប៉ុន្តែគាត់ខ្ញុំផ្អាកលេងវាចឹងណាហ្នឹងហើយដោយសារតែអត់ទាន់តែដឹងត្រូវធ្វើវីដេអូពីអីទៀតទេ Minecraft ហ្នឹងហើយណាមួយទូរស័ព្ទខ្ញុំគឺថាលេង Minecraft យូរអត់កើតទេហ្នឹងហើយគឺថាលេងទៅយើងតាក់មិនដឹងទេដល់កើតអីទេទូរស័ព្ទហើយវាអត់ដឹងថាយើងត្រូវធ្វើវីដេអូចេញពីអីហើយទូរស័ព្ទវា error ទៀតគឺថាខួរក្បាលគឺថាគិតអីលេងចេញពី Minecraft ហ្នឹងបណ្ដោយហើយចំណុចធំបំផុតមួយទៀតនោះគឺអត់សូវមាន view ទេហើយចឹងទៅយើងថាខ្ញុំអត់សូវមានកម្លាំងចិត្តក្នុងការធ្វើ Minecraft ចឹងណាហើយចំណាយពេលធ្វើវីដេអូ Minecraft ហ្នឹងក៏វារៀងយូរហើយយើងអត់សូវមាន view ទេគឺថាយើងអត់សូវមានកម្លាំងចិត្តធ្វើវាដែរហ្នឹងហើយហើយ Minecraft នេះគឺថានៅពេលដែលទៅមុខទៀតហ្នឹងហើយនៅពេលដែលខ្ញុំមាន PC មានកុំព្យូទ័រអីផ្ទាល់ខ្លួនទៅអាចនឹងខ្ញុំលេង Minecraft អីធ្វើវីដេអូ Minecraft អីវិញចឹងណាហ្នឹងហើយណាមួយ game Minecraft ហ្នឹងគឺថាខ្ញុំអត់សូវបកកែទេខ្ញុំអត់សូវដឹងច្បាស់ពី game ហ្នឹងប្រហែលទេចឹងហើយគឺថាខ្ញុំពិបាកក្នុងការធ្វើវីដេអូឬក៏ពេលយើង record អីយើងអត់ដឹងត្រូវលេងមិនឲ្យវាល្អវាអីចឹងណាសំណួរបន្ទាប់បានមកពីមេងយុនគាត់បានសួរថាបងធ្លាប់រំលោភមេកូអត់ហ៊ានរំលោភមេកូទេខ្លាចមេកូរំលោភវិញសំណួរបន្ទាប់សួរមកពីឈ្មោះគាត់អានដាច់ទេហ្នឹងហើយគឺថាគាត់សួរថាបងនៅណាអាយុប៉ុន្មានហើយមានបងប្អូនប៉ុន្មានអ្នកប្រុសប៉ុន្មានស្រីប៉ុន្មានអរគុណជំរាបលាអូខេជំរាបសួរអញ្ចឹងបងខ្ញុំជួញចុះបែកឆាអញ្ចឹងគឺថាខ្ញុំមានបងប្អូន2នាក់ហ្នឹងហើយខ្ញុំកូនបងហើយប្អូនខ្ញុំស្រីហើយខ្ញុំអាយុ16ឆ្នាំនៅខេត្តកណ្ដាលហ្នឹងហើយអូខេហើយបន្តមកទៀតគាត់ដាក់បេះដូងមកអូខេដាក់បេះដូងមក6ឥឡូវដាក់ឲ្យគាត់វិញ8ហ្មងកុំឲ្យគាត់ខាតជើងដាក់ឲ្យ8បានតែ7លេះមួយទៀតចង់បន្លំគេទៀតអាតែងោលនេះមើលហើយសំណួរបន្ទាប់ទៀតបានមកពីការកាន់គាត់បានសួរថាបងស្រឡាញ់គេម្នាក់ឯងមែនអូលេងចេះចាប់ហើយអ្នកមើលហើយនឹងខ្ញុំសិតតែអ្នកស្រឡាញ់គេម្នាក់ឯងនៅពេលប្រែងនិយាយចឹងមកសេតមកវីដេអូឡើយស្រឡាញ់គេតែម្នាក់ឯងសែនពីបាងអ្នកនៅខ្លាំងយល់អារម្មណ៍មួយនេះពេលគេប្រងើយមិនខ្វល់អត់ទាន់អស់ទៀតអូខេសំណួរបន្ទាប់ក៏បានសួរថាណែងោលបាត់លោកគ្រូចរាយាយូរហើយ Bronet Mango មេធីមអាចស្ដេច CP emoji ឲ្យញឹមស្ញើស្ញែងថ្មិញស្ញែងពេលមាត់ចង្វែបឡើងលើអញ្ចឹងចម្លើយលោកគ្រូចរាយាបាត់យូរដោយសារខ្ញុំបានពាក់កៅអៅលេងដោយសារខ្ញុំចង់ពាក់កៅអៅថ្មីលេងអញ្ចឹងណាហើយ Bronet Mango គឺថាខ្ញុំរវល់ធ្វើការ 3-4 ខែអញ្ចឹងទៅគាត់ក៏បានទៅរួមភេទជាមួយនឹងអ្នកផ្សេងដែរអញ្ចឹងគាត់បាននៅមិត្តរួមខ្លាញ់ពីខ្ញុំទៅតែឥឡូវអូខេអ្នកគ្នាចឹងកម្មវិធី Q&A ឆ្លើយសំណួររបស់យើងគឺថាបានមកដល់ទីបញ្ចប់ហើយអ្នកគ្នាហ្នឹងហើយគឺថាកម្មវិធីរបស់យើងគឺថាពោពេញទៅដោយសំណួរយ៉ាងគុណភាពខ្លាំងមែនទែនបាទគឺថាសំណួរមួយគឺថាអស្ចារ្យខ្លាំងមែនទែនហើយសំណួរទាំងអស់នោះគឺថាតាក់ទងតែជាមួយពើងទេបាទគឺថាភាគច្រើនហ្នឹងហើយគឺថាគ្មានសំណួរអីសោះអត់យល់ទេអ្នកអូខេអ្នកគ្នាចឹងវីដេអូនឹងក៏ថាមិនតែប៉ុណ្្នឹងទេថ្ងៃចាប់ជួបគ្នានៅវីដេអូក្រោយអ្នកគ្នាអរគុណសម្រាប់ការគាំទ្ររបស់អ្នកគ្នាចំពោះអាតងោលកន្លងមក